ចាជំរាបសួរតិជនជាទីគោរពចាថ្ងៃនេះនាងខ្ញុំធ្វើការបង្ហាញលោកលោកស្រីចាជាមួយនឹងប្រភេទសរសៃសូត្រដង្កូវនាងចាសូត្រមាសរបស់យើងនេះចានេះជាសរសៃសូត្រដង្កូវនាងចាសូត្រមាសរបស់ខ្មែរចាហើយនេះជាសរសៃសូត្រដែលយើងនាំចូលចាអញ្ចឹងពណ៌ធម្មជាតិលក្ខខ្មែរដូចគ្នាប៉ុន្តែសួរថាហេតុអីចាសរសៃសូត្រមាសនិងសរសៃសូត្ររបស់ក្រៅស្រុកចាតើវាមានភាពខុសគ្នាបែបម៉េចចាលោកលោកស្រីចាសរសៃសូត្រដង្កូវនាងចាសូមអធិស្ឋានចាសរសៃសូត្រដង្កូវនាងរបស់យើងចាគឺមានភាពមានជាតិក្រើមប្រៀបដូចជាគេហៅថាកម្រសូត្រចាដែលប្រៀបដូចជាការម៉ាស្សាស្បែករបស់យើងអញ្ចឹងវាមានខ្យល់ដង្ហើមចេញចូលទៅតាមសរសៃសូត្រនេះចារបៀបលក្ខណៈមានខ្យល់ដង្ហើមចេញចូលចាទុនត្រជាក់ចាសម្រាប់សូត្រដែលនាំចូលចាប្រើលក្ខខ្មែរដូចគ្នាប៉ុន្តែមិនមែនជាសរសៃសូត្រខ្មែរយើងទេជាសរសៃសូត្រនាំចូលចាគឺមានភាពស្វិតជាងចាស្វិតជាងហើយខ្យល់ដង្ហើមមិនមានភាពគេហៅថាមិនមានសរសៃខ្យល់ដង្ហើមដូចសូត្រមាសយើងទេចាវាមានភាពហាត់ជាងស្វិតជាងចាអញ្ចឹងខ្យល់ដង្ហើមខុសគ្នាចាហើយសម្រាប់ការប្រើប្រាស់ចាលោកស្រីដែលគាត់ធ្លាប់ប្រើសូត្រដង្កូវនាងខ្មែរចាគាត់ទទួលស្គាល់ថាមានភាពទន់ត្រជាក់ជាងចាមានខ្យល់ដង្ហើមចេញចូលជាងចាគាត់នេះនាងខ្ញុំដាក់ពីឲ្យលោកស្រីអញ្ជើញមើលពីសរសៃសូត្រនិងធៀបអំពីគុណភាពរបស់សូត្ររបស់យើងចាថតវាអត់សូវបានដូចទេចានេះចាវាចាំងជាមួយនឹងពន្លឺចាអញ្ចឹងអរគុណចាបើសិនជាលោកស្រីមានចម្ងល់អីផ្សេងទៀតចាអាចតាក់ទងមកនាងខ្ញុំសួរអំពីព័ត៌មានផ្ទាល់បានណាចាអរគុណជម្រាបលា